ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី3ឆ្នាំ2026ពីថ្ងៃទី15ដល់ថ្ងៃទី21ខែសីហាខាងមុខមិនត្រឹមតែជាព្រឹត្តិការណ៍ប្រកួតប្រជែងមេដាយប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបនៃការរីកចម្រើននិងជាកលានុវត្តភាពមាសក្នុងការនាំមកនូវផលចំណេញយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជាទាំងមូលនេះជាការលើកឡើងរបស់ឯកឧត្តមកែរ៉ូអគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននាទីស្នាក់ការគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជា NOCC កាលពីព្រឹកមិញឯកឧត្តមបានមានប្រសាសន៍បន្តថាព្រឹត្តិការណ៍ថ្នាក់តំបន់ដែលធ្វើឡើងនៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំយុវជននិងកីឡាព្រមទាំងមានការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡាវាយសីពិភពលោកនិងសហព័ន្ធកីឡាវាយសីអាស៊ីការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះគឺបានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់អន្តរជាតិមកលើសន្តិសុខស្ថិរភាពនិងសមត្ថភាពនៃការរៀបចំរបស់ប្រទេសយើងទាក់ទិននឹងផលចំណេញនិងការត្រៀមខ្លួនឯកឧត្តមកែរ៉ូបានបញ្ជាក់បន្ថែមថាការធ្វើជាម្ចាស់ផ្ទះលើកនេះផ្ដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រជារួមដល់ជាតិយើងរាប់ចាប់ពីការលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិការជំរុញសេដ្ឋកិច្ចតាមរយៈការស្នាក់នៅនិងហូបចុករបស់ប្រតិភូភ្ញៀវរហូតដល់ការផ្សព្វផ្សាយតំបន់ទេសចរនិងវប្បធម៌ខ្មែរចំពោះការងារបច្ចេកទេសដឹកជញ្ជូនស្នាក់នៅពិធីការសន្តិសុខនិងសុខាភិបាលគឺក្រុមការងារយើងបានត្រៀមខ្លួនរួចរាល់និងមានវឌ្ឍនភាពល្អប្រសើរណាស់អគ្គលេខាធិការរូបនេះបានបន្ថែមពីសមាជិកចូលរួមថាព្រឹត្តិការណ៍នេះមាន7ប្រទេសចូលរួមគឺម្ចាស់ផ្ទះកម្ពុជាប្រ៊ុយណេឡាវមីយ៉ាន់ម៉ាទីម៉័រខាងកើតហ្វីលីពីននិងវៀតណាមចំពោះប្រទេសភ្ញៀវទាំង6គឺមានកីឡាករកីឡាករណីចំនួន12នាក់ក្នុងមួយប្រទេសដែលឡែកម្ចាស់ផ្ទះកម្ពុជាយើងបានត្រៀមប្រកួតលើ3កម្រិតអាយុសរុប19នាក់ក្នុងនោះមានអុយ23ចំនួន6នាក់អុយ19ចំនួន7នាក់និងអុយ16ចំនួន6នាក់ជាទីបញ្ចប់ឯកឧត្តមបានគូបញ្ជាក់ពីការបដិញ្ញាចិត្តថាគ្រប់គណៈកម្មការទាំងអស់មានការបដិញ្ញាចិត្តខ្ពស់ណាស់ក្នុងការប្រឹងប្រែងរៀបចំឲ្យព្រឹត្តិការណ៍ទាំងមូលដំណើរការទៅដោយរលូននិងជោគជ័យបំផុតជាមួយគ្នានេះគ្រូបង្វឹកនិងកីឡាករកីឡាការិនីរបស់យើងទាំងអស់ក៏បានបដិញ្ញាចិត្តប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមជ័យលាភីជូនជាតិមាតុភូមិក្នុងនាមជាម្ចាស់ផ្ទះAMS Sport ដើម្បីកីឡា